នេះខ្ញុំសូមបង្ហាញពីបញ្ហាយើងត្រួសត្រាសទាក់ទងជាមួយនឹងផលិតកម្មដំណាំសណ្តែកដីហើយបញ្ហាយើងជួបសំខាន់នៅក្នុងនេះគឺទី1ខ្ញុំចង់លើកពីបញ្ហាកតាចង្រៃទី1គឺទាក់ទងនឹងស្មៅតាមជួរមាត់ទន្លេពីច្រើនយើងច្រើនទៅជួបបញ្ហាស្មៅស្លឹកតូចពួកកក់ដូចជាក្បាញ់ជ្រូកក្បាញ់អីហ្នឹងគឺយើងមានច្រើនប៉ុន្តែសម្រាប់នៅតំបន់យើងនៅខាងខ្ពង់រាបដីក្រហមឬក៏ដីខ្មៅយើងនៅខាងត្បូងឃ្មុំយើងមានបញ្ហាពីច្រើនពួកស្លឹកធំប៉ុន្តែក៏មានពពួកស្មៅខ្លះដែរប៉ុន្តែគ្រាន់ថាពួកស្លឹកធំច្រើនជាងគេការគ្រប់គ្រងគឺអាចនឹងមានបញ្ហាអាស្រ័យទៅតាមតំបន់ខ្លះក៏យើងមិនទាមទារឲ្យមានការប្រើប្រាស់ថ្នាំពុលឲ្យច្រើនដែរប៉ុន្តែក្នុងករណីដែលយើងមានច្រើនគឺកសិករអាចនឹងចំណេញទៅតាមរយៈការប្រើថ្នាំសម្រាប់ឃុំគ្រាប់ដើម្បីកាត់បន្ថយអត្រាដំណោះវានៅពេលដែលមានការដាំដុះប៉ុន្តែនៅពេលដែលយើងធ្វើការដាំដុះដំណាំសណ្តែកដីហើយគឺពិបាកក្នុងការយើងប្រើប្រាស់ថ្នាំពុលពីព្រោះយើងមានតែថ្នាំសម្រាប់នៅក្នុងផលិតកម្មដូចជាដំណាំស្រូវឬក៏ដំណាំអំពៅផ្សេងប៉ុន្តែសម្រាប់លើដំណាំសណ្តែកដីគឺអត់មានទេអញ្ចឹងគឺយើងអាចនឹងច្រើនប្រើប្រភេទការដកដោយដៃឬការរាស់ដោយប្រើគោយន្តទូចឬក៏អាចប្រើពិសេសគឺសេះដែលកសិករយើងនិយមប្រើគឺអាចអុសតាមចន្លោះជួរចំណុចទី2សម្រាប់នៅលើកតាចង្រៃគឺតាក់ទងមួយសត្វល្អិតហើយក៏អាចខុសគ្នាទៅតាមតំបន់ដែរពីព្រោះនៅខាងតំបន់ខាងខ្ពង់រាបដីក្រហមយើងនៅខាងត្បូងឃ្មុំនេះឬក៏ដីខ្មៅនេះគឺយើងអាចជួបបញ្ហាតកៅពិសេសគឺតកៅវងហើយក៏អាចមានជួបបញ្ហាពួកទ្រីបមមាញបៃតងហើយនិងពពួកចៃជញ្ជក់សម្រាប់នៅឆ្នាំនេះគឺយើងជួបបញ្ហាតកៅផែនទីឬក៏តកៅមូស្លឹកហ្នឹងច្រើនមែនតើសម្រាប់នៅតាមជួរមាត់ទន្លេគឺភាគច្រើនយើងដាំចាប់ពីខែ11រហូតដល់ខែ2ដូច្នេះបញ្ហាតង្កូវអត់សូវមានច្រើនទេគឺមានតែពួកតង្កូវមូស្លឹកទៅផែនទីហ្នឹងឬក៏ពពួកចៃជញ្ជក់ពួកមមាញបៃតងឬក៏អាចនឹងពួកទ្រីបដែលយើងអាចមានច្រើនប៉ុន្តែគឺអាស្រ័យទៅតាមរដូវទេពីព្រោះអាកាសធាតុរបស់យើងគឺមានការផ្លាស់ប្ដូរសម្រាប់ការគ្រប់គ្រងសម្រាប់សត្វល្អិតគឺយើងអាចមានមធ្យោបាយច្រើនដូចខ្ញុំបានបញ្ជាក់អញ្ចឹងគឺអាស្រ័យទៅតាមប្រភេទរបស់សត្វល្អិតដែលយើងមានទេតែถ้าយើងជួបបញ្ហាដង្កូវច្រើនឬក៏ដង្កូវមូស្លឹកដង្កូវផែនទីហ្នឹងអាចនឹងការគ្រប់គ្រងដោយប្រើប្រាស់ថ្នាំពុលលក្ខណៈជាជ្រាបអាចជួយច្រើនហើយយើងមានជម្រើស2ធំគឺដូចជាពួកអ៊ីម៉ាមីទីនឬក៏ពពួកយើងហៅ Prevaton ឬក៏ភាសាបច្ចេកទេសយើងហៅ Chlorantraniliprol ហ្នឹងយើងអាចប្រើបាញ់ឆ្លាស់ឬក៏យើងមិចបញ្ចូលគ្នាដូសកាត់បន្ថយ50% ដើម្បីមកលាយគ្នាហើយយើងអាចធ្វើការកម្ចាត់ទៅសម្រាប់អ្នកដែលចាប់អារម្មណ៍ទៅលើការគ្រប់គ្រងជាលក្ខណៈជីវសាស្ត្រវិញគឺយើងអាចមានជម្រើសមួយសំខាន់ដែលមានលក្ខណៈសមស្របសម្រាប់នៅដំណាំទីវាលធំយើងគឺការប្រើដូចជាពួក Bovaria Bassiana ហ្នឹងគឺអាចនឹងមានប្រសិទ្ធភាពសម្រាប់សត្វល្អិតដែលជាចៃជញ្ជក់ទ្រីបអីវិញគឺយើងអត់ប្រើពីរនឹងទេគឺយើងអាចប្រើដូចជាពពួក Chloropyrifos មេឡាចុងដែលកសិករយើងអាសាមានប្រើហ្នឹងឬក៏ពពួក Imidacloprid អីហ្នឹងក៏អាចនឹងមានប្រសិទ្ធភាពច្រើនជាងហើយប្រភេទសត្វល្អិតនេះគឺអាចនឹងខុសគ្នាពីរដូវមួយទៅរដូវមួយអាស្រ័យទៅតាមអាកាសធាតុទេដូច្នេះគឺយើងមិនអាចនៅប្រើប្រាស់ប្រភេទការគ្រប់គ្រងពិសេសថ្នាំពុលក្នុងការបាញ់ដដែលហ្នឹងឲ្យមានប្រសិទ្ធភាពទេគឺអញ្ចឹងគឺទាមទារឲ្យមានការស្គាល់កត់សម្គាល់ឲ្យបានច្បាស់ដើម្បីយើងជ្រើសរើសប្រភេទក្នុងការយកមកគ្រប់គ្រងឲ្យបានមានប្រសិទ្ធភាពចំណុចទី3គឺពាក់ព័ន្ធជាមួយនឹងបញ្ហាជំងឺទៅលើដំណាំសណ្តែកដីយើងនៅក្នុងតំបន់យើងនេះគឺយើងជួបបញ្ហាជំងឺធំសំខាន់2ទី1គឺពពួកអុចលើស្លឹកនិងពពួកច្រេះនៅលើស្លឹកប៉ុន្តែក្រៅពីនោះក៏យើងមានប្រភេទជំងឺផ្សេងទៀតដែរគឺអាស្រ័យទៅតាមរដូវឬក៏ទីកន្លែងដាំដុះរបស់យើងទេអញ្ចឹងខ្ញុំនិយាយសរុបសម្រាប់ការគ្រប់គ្រងជំងឺនឹងទូទៅគឺយើងអាចមានជំរើសច្រើនហ្នឹងទី1គឺការឆ្លាស់នៅប្រភេទដំណាំអញ្ចឹងដូច្នេះគឺការដាំសណ្តែកដីនៅកន្លែងដដែលហើយនៅតំបន់ខ្ពង់រាបនេះយើងដាំបាន2ដងកាលណាយើងដាំព្យាយាមដាំបន្តបន្ទាប់គឺអាចនឹងនាំឲ្យមានបញ្ហានឹងច្រើនដូច្នេះយើងអាចដូរទៅប្រភេទដំណាំហើយនៅតំបន់នេះគឺអាចត្រូវជាមួយពោតអាចនឹងដំឡូងមីឬក៏ដំណាំម្លឹកអញ្ចឹងគឺយើងត្រូវឆ្លាស់ថាកុំឲ្យយើងអាចដាំជាប់បើសិនជាឃើញមានបញ្ហាលេចឡើងជំងឺនឹងច្រើន
ទី2គឺអាចតាក់ទងជាមួយនឹងការប្រឡាក់គ្រាប់ពូជជាមួយនឹងថ្នាំពុលដែលយើងអាចប្រើប្រភេទថ្នាំកម្ចាត់ផ្សិតផ្សេងបានហ្នឹងហើយទៅតាក់ទងជាមួយនឹងកាបូនឡាស៊ីមគឺយើងអាចប្រើបានធីរ៉ាមក៏យើងប្រើបានប៉ុន្តែកសិករយើងអត់សូវនិយមក្នុងការនេះទេអញ្ចឹងជាផ្នែកមួយនៃគម្រោងយើងគឺយើងនឹងព្យាយាមសម្រាប់ទៅរដូវក្រោយនឹងអាចកែច្នៃឲ្យមានជាឧបករណ៍ហើយនឹងសម្រាប់យកមកធ្វើការប្រឡាក់គ្រាប់ពូជដើម្បីជួយកាត់បន្ថយដូច្នេះងាយស្រួលដូចជាយើងកាត់បន្ថយនឹងការប្រើប្រាស់ថ្នាំពុលនៅពេលដែលយើងយកមកដាំដុះដូចជាយើងការពារទៅលើកូនក្មេងដែលយើងចង់ឲ្យវាមានសុខភាពល្អតាំងពីទូចទៅអញ្ចឹងចំណុចទី3គឺយើងអាចប្រើជំរើសថ្នាំកម្ចាត់ផ្សិតអញ្ចឹងគឺថ្នាំកម្ចាត់ផ្សិតនៃយើងគឺអាចមានជំរើស Mancozeb ជាជំរើសមួយល្អឬក៏យើងអាចប្រើដូចជា Azoxystrobin ជាផ្សិតដែលជ្រាបជំរើសទី3គឺដូចជា Difenoconazole ហ្នឹងគឺសិតតែយើងអាចប្រើបានអញ្ចឹងក្នុងរយៈក្នុង3ហ្នឹងគឺកសិករត្រូវគិតថាมันអាចប្រើមួយរហូតទេព្រោះអាចនឹងបញ្ហាស៊ាំថ្នាំដូច្នេះគឺ3នេះគឺគាត់អាចចូលជំរើសឆ្លាស់ឬក៏លាយគ្នាជាលបាយក្នុងពេលតែមួយតែម្ដងបាទជាចុងក្រោយគឺសរុបឡើងវិញគឺដើម្បីឲ្យទិន្នផលសណ្តែកដីយើងមានការកើនឡើងជាមធ្យមយើងនៅទីនេះគឺប្រហែលជាមួយនឹង3តោនទេអញ្ចឹងនៅទៀបច្រើនអញ្ចឹងគឺតាក់ទងជាមួយនឹងការគ្រប់គ្រងឡើងវិញជាមួយនឹងស្មៅជាមួយសត្វល្អិតជាមួយនឹងជំងឺហើយក៏ដូចជាការជ្រើសរើសពូជហើយនឹងការគ្រប់គ្រងជីជាតិដីឲ្យបានត្រឹមត្រូវអញ្ចឹងកាលណាតែកសិករយើងគាត់ប្រមូលផ្សំនៅបច្ចេកទេសទាំងអស់ហ្នឹងមកអនុវត្តឲ្យបានត្រឹមត្រូវទៅខ្ញុំយើងគិតថានឹងអាចនឹងធ្វើឲ្យទិន្នផលរបស់គាត់នឹងកើនហើយក៏កើនប្រាក់ចំណូលហើយក៏អាចឈានទៅរកការកើនឡើងនៃការប្រកួតប្រជែងនៅលើវិស័យដីសម្រាប់នៅក្នុងកម្ពុជាយើងដែរ